liên các bạn kia này liên các bạn kia này còn là mấy show room cùng hay nên lắm ngày nay rốt chào sầu ấy bạn show room cách ca cúngជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Mr. Pizza ហើយថ្ងៃនេះដែរខ្ញុំចង់បង្ហាញនៅដំណើរកម្សាន្តមួយហើយដំណើរកម្សាន្តនេះវាកន្លងទៅប្រហែលជា 2-3 ឆ្នាំហើយខ្ញុំចង់បង្ហាញជូននៅវីដេអូឡើងវិញដែលកាលនោះខ្ញុំព្រមទាំងប្អូនហើយនឹងបងហើយនឹងក្រុមការងារ DCC បានធ្វើដំណើរទៅកាន់តំបន់អភិរក្សរាំងពេន3តដែលស្ថិតនៅក្នុងភូមិរហាលសួងដែលតំបន់អភិរក្សនោះគេហៅថាតំបន់អភិរក្សរាំងពេន3តហើយការដំណើរកម្សាន្តនេះផងដែរគឺជាដំណើរកម្សាន្តរយៈពេលខ្លីដែលយើងទៅបោះតង់នៅទីនោះរយៈពេលតែមួយយប់ទេហើយនៅក្នុងថ្ងៃនេះផងដែរគឺយើងបានចូលរួមជាមួយនឹងតំបន់អភិរក្សរាំងពេន3តហ្នឹងជាមួយលោកអ៊ំម្នាក់ដែលជាប្រធាននៅក្នុងតំបន់អភិរក្សហ្នឹងហើយពួកយើងបានទៅចូលរួមដាំកូនឈើទៅចូលរួមជួយស្ដារកំប្លោកចេញពីអាងស្តុកទឹកដែលជាទីតាំងក្នុងការអភិរក្សសត្វត្រីមួយកន្លែងផងដែរហើយខ្ញុំធ្វើដំណើរទៅពីទីរួមខេត្តបាត់ដំបងជាមួយនឹងប្អូននិងបងមានគ្នា4នាក់ហើយដើម្បីទៅណាត់គ្នាជួបគ្នានៅតំបន់អភិរក្សនោះតែម្ដងដោយឡែកចំពោះបងដូចជាក្រុមការងារព្រមទាំងយុវជនមួយចំនួនដែលទៅតាមរយៈបងប្រុសវ៉ាន់រតគឺគេទៅមុនដោយសារតែគេត្រូវដឹកនាំយុវជនទាំងអស់ហ្នឹងទៅចូលរួមនៅក្នុងការដាំកូនឈើឡើងវិញហើយដែលឡែកពួកខ្ញុំនេះទៅកំសាន្តផងហើយក៏ទៅចូលរួមបានបន្តិចចុងក្រោយដែរគឺចូលរួមស្ដារកំប្លោកអីផ្សេងហើយនេះគឺជាទេសភាពនៅតាមដងផ្លូវដែលវាជិតទៅដល់ទីកន្លែងអភិរក្សនោះហើយទេសភាពនោះគឺស្អាតមែនទែនខ្ញុំសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែរបស់យើងគឺពួកគាត់ប្រកបរបរចិញ្ចឹមជីវិតដោយការដាំបាទដំណាំបន្លែបង្ការអីផ្សេងហ្នឹងឯងហើយក៏ចង់បញ្ជាក់ផងដែរថាគោលដៅអភិរក្សនេះគឺយើងធ្វើដំណើរពីទីរួមខេត្តបាត់ដំបងទៅកាន់តំបន់នោះប្រហែលជា1ម៉ោងដែរកាលនោះបាទដូចជាឆ្ងាយដែរហើយផ្លូវក៏មិនជាស្រួលប្រហែលដែរបើយើងចេញពីទីរួមខេត្តទៅល្មងគឺផ្លូវចាប់ផ្ដើមគ្រោះក្រហមហើយប៉ុន្តែឡានប្រហែលនេះគឺយើងអាចទៅបានអត់អីទេប៉ុន្តែបើសិនជាអត់ភ្លៀងទេណាបើសិនជាភ្លៀងក៏ពិបាកខ្លាំងណាស់ដែរព្រោះបទពិសោធន៍បងមុនដែលទៅហ្នឹងគឺមកវិញគឺភ្លៀងហើយនៅពេលទៅភ្លៀងគឺសែងម៉ូតូចប់កង់ចប់ឡានអីពេញហ្នឹងឯងបាទហើយធ្វើដំណើរតែបន្តិចក៏យើងមកដល់ដែរនេះបាទគឺមកដល់ខ្លោងទ្វារតំបន់អភិរក្សហ្នឹងឯងបាទហើយមុនចូលទៅក្នុងហ្នឹងក៏ខ្ញុំក៏បានសួរនាំលោកពូពាក់ព័ន្ធនឹងការដាំដុះបន្លែបកាបាទហើយនៅតំបន់ហ្នឹងភាគច្រើនដំណាំដែលគេដាំគឺមានស្ពៃក្តោបបាទឪឡឹកប៉េងប៉ោះស្ពៃម្ទេសហើយដីគឺមានជីជាតិមែនទែនដោយសារតែដីនៅទីនោះគឺជាប្រភេទដីលិចទឹកអញ្ចឹងហើយដីហ្នឹងគឺមានជីជាតិមែនទែនហើយដំណាំដាំដុះអីគឺអត់មានប្រើជីគីមីទេគឺល្អមែនទែនហ្មងនិយាយទៅស្រោចតែទឹកហើយដាក់តែជីធម្មជាតិទេបាទហើយតាមអ្វីដែលខ្ញុំបានសួរនាំពូគឺថាដំណាំទាំងអស់នេះក៏មានទីផ្សារក្រន់ដែរហើយតម្លៃក៏សមរម្យដែរបាទហើយក្រោយពីចូលពីខ្លោងទ្វារមកនេះក៏យើងមកដល់កន្លែងទីតាំងដែលគេរៀបចំស្ដារកំប្លោកបាទហើយយុវជនមុនហ្នឹងគេបានទៅដាំដើមឈើអីផ្សេងរួចអស់ហើយបាទតែខ្ញុំមកដល់នេះដល់វគ្គពេលគេស្ដារកំប្លោកចេញពីអាងណាហើយបងប្អូនអើយខ្ញុំលើកទី1នៅក្នុងជីវិតខ្ញុំដែរតាំងពីកើតមកអាយុដល់ប៉ុណ្ណេះខ្ញុំមិនធ្លាប់បានទៅលេងនៅតំបន់អស់ហ្នឹងសោះនេះតំបន់ដំណាក់កាលដូចជាទី1យើងមិនតាន់ទៅជ្រៅជាងនឹងទៀតទេប៉ុន្តែវាក៏ជាតំបន់ព្រៃលិចទឹករបស់ទន្លេសាបរបស់យើងដែរបាទបងប្អូនដឹងទេត្រីគឺច្រើនមែនតើត្រីនៅក្នុងអាងនេះនៅពេលដែលស្ដារកំប្លោកហើយការដែលស្ដារកំប្លោកនេះគឺដើម្បីបង្កើនអុកស៊ីសែនដល់ត្រីដែលនៅខាងក្រោមហ្នឹងណាហើយដែលយើងទៅនេះគឺទៅក្នុងរយៈពេលនៃរដូវខែប្រាំង
អញ្ចឹងទឹកវាចាប់ផ្ដើមស្រកចូលទៅអាងទន្លេធំវិញទៅតែវានៅសល់ក្នុងប្លុកហ្នឹងហាប្លុកហ្នឹងគឺជាកន្លែងដែលជាការអភិរក្សអញ្ចឹងនៅក្នុងស្តុកនៃអាងហ្នឹងគឺសុទ្ធតែត្រីហ្មងបាទប៉ុន្តែអត់ត្រូវបានឆក់អត់ត្រូវបាននេសាទពីប្រជាពលរដ្ឋឬក៏អីទេគឺគេរក្សាទុកនៅរដូវត្រីទឹកស្រកនឹងឯងគឺដើម្បីអីបង្កាត់វាឲ្យវានៅក្នុងហ្នឹងមានកូនមានចៅពេញអាងអញ្ចឹងទៅពេលណាដែលទឹកឡើងគឺគេបើកផ្លូវទឹកគេបើកអីហ្នឹងដើម្បីឲ្យត្រីវាចេញទៅបកកកំណើតកើតកូនឲ្យវាកាន់តែកើនជាងនឹងទៅទៀតអញ្ចឹងណាបាទហើយវាជាបទពិសោធន៍មួយដែរពូនៅពេលទៅនោះយើងបានចូលរួមច្រើនមែនទែនហើយទទួលបានចំណេះដឹងជាច្រើនបាទពីក្រុមការងារទទួលបានចំណេះដឹងពីលោកពូប្រធានអភិរក្សនៅនឹងគាត់បានបញ្យល់ច្រើនយ៉ាងពាក់ព័ន្ធនឹងការអភិរក្សសត្វត្រីហ្នឹងណាហើយនឹងពីផលលំបាកអីផ្សេងហើយលោកពូខ្ញុំសូមកោតសរសើរដែរខ្ញុំភ្លេចឈ្មោះគាត់ទៅប៉ុន្តែខ្ញុំនឹងដាក់រូបគាត់នៅក្នុងវីដេអូនេះផងដែរគាត់គឺជាអ្នកត្រួសត្រាយជាអ្នកកសាងបាទគ្រប់យ៉ាងនៅនឹងដោយមានការចូលរួមពីវិជាបរដ្ឋខ្លះបាទពីស្ថាប័នរដ្ឋហើយនឹងឯកជនផ្សេងដូចជាអង្គការក្រៅរដ្ឋាភិបាលដូចជាបងប្រុសវ៉ាន់រដ្ឋអីតែងតែដឹកនាំយុវជនទៅបាទដើម្បីចូលរួមក្នុងការជួយបាទផ្សេងដូចជាដាំកូនឈើដូចជាបាទដូចចឹងដូចទៅស្ដារកផ្លោកចូលជាលុយជាកាក់ដើម្បីចាក់ដីដើម្បីរៀបចំទីតាំងធ្វើកន្លែងការិយាល័យមួយសម្រាប់លោកពូហើយនឹងក្រុមការងាររបស់គាត់ស្នាក់នៅបាទហើយពួកគាត់ក៏ខ្វះខាតច្រើនដែរព្រោះដោយសារតែទីមួយនៅតំបន់ខាងក្រោមនេះផងហើយការចូលរួមពីសំណាក់បងប្អូនក៏វាមានតិចតួចដែរបាទប៉ុន្តែគាត់ក៏តែងតែអំពាវនាវដែរដើម្បីចូលរួមមួយគាត់ហើយបងប្រុសវ៉ាន់រតក៏តែងតែប្រម៉ែប្រមូលជាថវិកាពីសំណាក់ក្រុមការងារបាល់ទាត់យុវជននៅជាបរដ្ឋអីផ្សេងដែរដើម្បីចូលរួមទៅទិញម៉ាស៊ីនភ្លើងទិញម៉ាស៊ីនទិញអីផ្សេងអញ្ចឹងទៅដើម្បីចូលរួមថែរក្សាអភិរក្សត្រីរបស់យើងផងដែរហើយនេះដូចបងប្អូនឃើញអញ្ចឹងត្រីបងប្អូនអានេះដោយសារតែយើងវាខ្វះម្ហូបខ្វះមហាអញ្ចឹងទៅត្រូវមក1មក2គាត់ឲ្យយើងហូបយកទទួលទានទៅអត់បញ្ហាអីទេប៉ុន្តែបងប្អូនត្រីដែលយកបានមកនេះមិនមែនបងសំណាញ់ទេណាគឺយើងជំមុជទឹកចាប់ដោយដៃនៅក្នុងអាងនឹងផ្ទាល់តែម្ដងហើយបងប្អូននៅពេលដែលកំពុងស្ដារកផ្លោកនោះអូត្រីហែលបុកពេញហ្នឹងហ្មងយើងសឹងថាព្រឺខ្លួននៅក្នុងទឹកហ្នឹងគឺត្រីធំមែនទែនហើយបុកជើងបុកខ្លួនយើងពេញទឹកពេញដីហ្មងហើយគ្រាន់តែចាប់គ្រាន់តែជំមុជទៅសវ៉ាគឺចំត្រីចាប់យកតែហ្មងហ្នឹងហើយប៉ុន្តែមិនមែនយើងហូបនាំគ្នាហូបច្រើនទេដោយសារតែទីតាំងជាទីតាំងអភិរក្សអញ្ចឹងយើងទៅនេះគ្រាន់តែជាការកំសាន្តហើយត្រីត្រឹម1ត្រឹម2ហូបមិនអស់ទេនៅហ្នឹងបាទហើយជិះវៀងតែយើងទៅបងទៅនេសាទឬជាពិសេសហ្នឹងគឺទៅឆក់តែម្ដងពោះការពីចំនួនដែលមិនតាន់មានការអភិរក្សហ្នឹងលោកអ៊ំនៅហ្នឹងបានប្រាប់ថាអូសម្បូរណាស់អ្នកមកលួចឆក់នេះអីសូម្បីតែពេលហ្នឹងក៏ដោយដែលមានអ្នកអភិរក្សមានអ្នកមើលថែហ្នឹងហើយក៏នៅតែមានអ្នកលួចមកឆក់លួចមកអីដែរបាទហើយដូចក្នុងវីដេអូនេះបងប្អូនឃើញអញ្ចឹងត្រីដែលបងអូនម្នាក់នេះចាប់នេះជិត5គីឡូគេហៅត្រីខ្ញុំភ្លេចទៅត្រីនេះត្រីអីទេបាទប៉ុន្តែធំមែនតើណាបាទនេះដូចបងប្អូនឃើញអញ្ចឹងនេះធំមែនតើបាទអូមែនតើនោះវាចាប់បានមួយណាតាមពិតបើសិនថាយើងចង់ចាប់មិនអស់ទេច្រើនមែនតើហ្មងបាទប៉ុន្តែនេះយើងគ្រាន់តែចាប់ដើម្បីទទួលទានសម្រាប់អាហារពេលល្ងាចជួបជុំគ្នាអីបន្តិចបន្តួចតែប៉ុណ្្នឹងឯងបាទប៉ុន្តែមិនមែនមានន័យថាយើងអត់សគូមហូបទៅពីបាត់ដំបងទៅទេគឺយើងសគូមហូបសគូអីទៅធម្មតាទេបាទប៉ុន្តែទៅដល់នោះវាជាលក្ខណៈកំសាន្តផងអញ្ចឹងណាហើយក៏ទទួលបានការអនុញ្ញាតពីលោកអ៊ំផងអញ្ចឹងក៏យើងចាប់1ចាប់2យកមកហូបទៅបាទអានេះក្រោយពីយើងបំពេញការងាររួចរាល់នាំគ្នាស្ដារកំផ្លោកស្ដារអីនឹងរួចរាល់ទើបយើងនាំគ្នាចាប់បាទអ្នកចូលរួមជួយចាប់អត់ទេខ្ញុំមកជួយសង្គមសុខសាន្តទៀតហើយបន្ទាប់ពីយើងសិតអាប់តង់គ្រប់គ្នាហើយឥឡូវនេះយើងកំពុងរៀបចំធ្វើកម្មវិធីក្នុងសហគមន៍
ហើយតង់យើងទាំងអស់មានប្រហែលជា20តង់ជាងហើយមានមនុស្សជាច្រើនបានចូលរួមហើយក្រោយពីយើងបានបំពេញការងាររួចរាល់ពីថ្ងៃបាទមានស្ដារកផ្លោកចេញពីអាងមានដាំកូនឈើអីផ្សេងយប់ឡើងពួកយើងក៏នាំគ្នារៀបចំសិតអាប់តង់ដើម្បីគេងជុំវិញគ្នាទាំងអស់ហ្នឹងហើយតង់ទាំងអស់ហ្នឹងមានប្រហែលជា20តង់ជាងដែរបាទហើយពួកយើងក៏យកម្ហូបអាហាររៀងៗខ្លួនម្នាក់ណាមានភេសជ្ជៈមានម្ហូបអាហាររៀងៗខ្លួនមកយើងយកមកដាក់ប្រមូលផ្ដុំគ្នាដើម្បីទទួលទានហើយយើងធ្វើជាកម្មវិធីមួយហើយនៅពេលយប់ហ្នឹងក៏មានកម្មវិធីថ្លែងនិយាយអំពីកិច្ចការងារផ្សេងៗនៅក្នុងសហគមន៍ហ្នឹងក៏ដូចជាបទពិសោធន៍ការងារផ្សេងៗដែលល្អំលើកឡើងនៅក្នុងកម្មវិធីពេលយប់ហ្នឹងដែរហើយបន្ទាប់ពីយើងប្រារព្ធកម្មវិធីនឹងប្រហែលជា1ម៉ោងជាងពួកយើងក៏ចាប់ផ្ដើមរៀបចំកម្មវិធីកម្សាន្តបាទមានរំមានច្រៀងហើយក៏ហូបចុកអីតាមទំនៀមទម្លាប់យើងចឹងដែរ30ស្លឹកនេះ30ស្លឹកហេនិយាយតារាឯងដើររកតង់យើងបត់ជើងវែងផ្លូវកន្លែងភ្លក់ភ្លើងយើងរៀបចំធ្វើកម្មវិធីពេលយប់នេះឯងជាមួយគូគាត់គឺជាអ្នករៀបចំកម្មវិធីបាទនឹងឯងចាំយកបានឯងមានកន្លែងខកឯងមិនមកទេហើយខាងក្រោយនេះគឺជាកន្លែងតំបន់លិចទឹកនៅពេលដែលទឹកទន្លេឡើងធំមកគឺនៅនេះគឺលិចទឹកទាំងអស់តែម្ដងហើយផ្ទៃដីលិចទឹកសរុបដែលលោកអ៊ំនៅក្នុងស្រុកនេះគាត់បានប្រាប់មកនោះគឺ1100ហិកតាជាងហើយក្នុងនោះដែរមាន63% ជាដីព្រៃសុទ្ធបាទនេះណែមេស្អាតណាwork king ដូចយើងធ្វើនៅថ្ងៃនេះគឺជា work king មិនមែនជា king ដែលយើងគ្រាន់តែសប្បាយតែប៉ុណ្្នឹងទេហើយនឹងចុងក្រោយជួបជាមួយខ្ញុំបានផ្ទាល់ទូនារាឬថាកាត់ខ្លីអូប៉ាយើងនឹងនិយាយអំពីប្រធានបទយុវជនជាមួយនឹងការងារសង្គមតើយើងអាចទាញផលប្រយោជន៍ខ្លះពីការងារសង្គមបាទអរគុណអញ្ចឹងកុំឲ្យខាត់ពេលយូរអញ្ចឹងសូមអ្នកទាំងអស់គ្នាស្វាគមន៍ក៏ដូចជាជួបជាមួយនឹងលោកគ្រូហៅសម្អាតដែលជាអនុប្រធានសហគមន៍ទាំងអស់គ្នាបាទសូមជម្រាបបាទអរគុណរីករាយមែនទែនដែលលោកគ្រូអ្នកគ្រូមួយដល់កិត្តិយសដល់សហគមន៍នៃសាស្ត្រនៃក្រមអាគមនៃទីបានអង្គុយមកទីនេះហើយខ្លះខ្ញុំយកមកតាំងពីឆ្ងាយប៉ុន្តែខ្ញុំចង់មានមតិមួយចូលរួមខ្ញុំអ្នករ៉ូស៊ីអ្នក business គឺគេគិតលើប្រាក់ចំណេញឲ្យបានច្រើនដូចគ្នាប៉ុន្តែនៅពេលដែលយើងរកប្រាក់ចំណេញបានច្រើនមិនមែនចង់បានលុយមកដាក់កប៉ៅធ្វើឯងជាអ្នកមានជាសិទ្ធិជាអីទេប៉ុន្តែគណិតផុតខ្ញុំវិញដើម្បីក្នុងបន្ទាប់ពីកម្មវិធីចប់ពួកយើងក៏រៀបចំវិវង្សបាទដើម្បីទទួលទានអាហារហើយនឹងភេសជ្ជៈជុំបងជុំបងប្អូនបាទហើយយប់នោះគឺពិសេសមែនទែនទីមួយអាកាសធាតុក៏អំណោយផលអត់មានភ្លៀងធ្លាក់ហើយអាកាសធាតុក៏ត្រជាក់ល្អហើយពួកយើងក៏ជុំគ្នាបាទជាមួយយុវជនរបស់ DC ហើយក៏បាទមានអាហារផ្សេងមានពោតមានដំឡូងមានអីក៏យើងដុតញ៉ាំទទួលទានជុំគ្នានឹងទៅហើយក្រោយពីយើងញ៉ាំអាហារជុំគ្នាអីហើយក៏យើងនាំគ្នាឡើងរំបាទវាជាទំនាក់ទំនងមួយល្អមែនទែនហើយយើងទទួលបានបទពិសោធន៍និងចំណេះដឹងច្រើននៅក្នុងដំណើរកម្សាន្ត Work Camp មួយនេះហើយឥឡូវនេះលោកអ៊ំហៅសម្អាតក៏កំពុងតែនៅប្រចាំការនៅនឹងដដែលដែរហើយពួកយើងក៏កំពុងតែរកពេលវេលាដើម្បីទៅចូលរួមជាមួយគាត់ម្ដងទៀតដែរបាទហើយនេះគឺជាពេលព្រឹកឡើងបាទក្រោយពីយើងជួបជុំគ្នាកាលពីយប់ហ្នឹងបាទហើយ
អត់តាន់បានប្រម៉ែប្រមូលសម្រាមអីទេហើយកំពុងហូបអាហារពេលព្រឹកសិនហើយបន្ទាប់ពីយើងរៀបចំអីចប់សពគ្រប់ហើយពួកយើងក៏រៀបចំអីវ៉ាន់សម្ភារៈសម្រាមមួយចំនួនហ្នឹងរៀបចំដឹកទៅផ្ទះវិញតែម្ដងអត់មានទុកនៅហ្នឹងទេសម្បកកំប៉ុងថង់ផ្លាស្ទិកអីមួយចំនួនគឺយើងដុតនៅហ្នឹងតែមួយចំនួនទៀតយើងនាំគ្នាច្រកយកទៅផ្ទះវិញតែម្ដងបាទហើយពួកយើងក៏បានជួបជម្រាបលាជាមួយនឹងលោកពូហើយក៏សំណេះសំណាលគ្នាមិនតិចទៀតដែរក៏យើងនាំគ្នាចេញមកវិញផងដែរបាទអញ្ចឹងនេះគឺជាដំណើរកំសាន្តមួយដែលខ្ញុំចង់ចែករំលែកហើយដំណើរកំសាន្តនេះវាកន្លងផុតទៅប្រហែលជា2 ទៅ 3 ឆ្នាំហើយវីដេអូនេះជាវីដេអូចាស់ហើយប៉ុន្តែខ្ញុំចង់លើកវាយកមកនិយាយឡើងវិញនិងបង្ហាញបងប្អូនទាំងអស់គ្នាអំពីដំណើរកំសាន្តមួយដែលពាក់ព័ន្ធជាមួយនឹងកិច្ចការងារសង្គមបាទហើយក៏សង្ឃឹមថាបងប្អូននឹងអធិស្ឋាននៅរាល់កំហុសខុសឆ្គងទាំងឡាយណាដែលមាននៅក្នុងវីដេអូនេះហើយនឹងពាក្យពេចន៍មួយចំនួនដែលខ្ញុំបានកំពុងនិយាយនៅពេលនេះផងដែរហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមចុច Subscribe និងចុចសញ្ញាកណ្ដឹងផងសម្រាប់ Channel YouTube របស់ខ្ញុំហើយជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះហើយសូមអរគុណ